ហើយពុកម៉ែបងប្អូនឆ្ងល់ដូចខ្ញុំអត់ឥឡូវគោប្រែប្រួលធឹកម៉ែពុកម៉ែបងប្អូនចានិយាយពីរឿងមាសពុកម៉ែបងប្អូនណាមាសចាឥឡូវឡើងថ្លៃណាស់មាសចាចង់និយាយស៊ូពុកម៉ែបងប្អូនថាមានស្រាប់យកអីខ្លះមាសយកទៅហូបបានដែរអត់មាសយកទៅសាងសង់ផ្ទះបានអត់យើងអាចយកមាសទៅធ្វើអីខ្លះចាខ្ញុំឆ្ងល់ណាស់ពុកម៉ែបងប្អូនមាសវាចិត្តឡើងថ្លៃចាយូរទៅខ្ញុំធ្វើកម្មប្រាក់ខែខ្ញុំមួយខែទិញមាសបាន2 គុណផងឥឡូវចាឡើងដល់ជិត600ចាមាសឡើងជិតដល់$600ចានិយាយថាស្រូវកូនពុកម៉ែបងប្អូនណាខ្ញុំចង់លក់ស្រូវខំធ្វើស្រូវណាចង់លក់ស្រូវអត់មានអ្នកទិញទៀតពុកម៉ែបងប្អូនអត់មានអ្នកទិញណាអញ្ចឹងដឹងទឹកមិនទេជួយប្រចាំណាខ្ញុំផងមើលអត់យល់ណាពុកម៉ែបងប្អូនចាអត់យល់ចាដោយសារយើងគិតថាចេះស្រូវអង្គយើងអាចយកមកហូបចាយើងយកមកប្រើប្រាស់ប្រចាំថ្ងៃយកទៅធ្វើនំចាធ្វើបានសពបែបចាតាមាសខ្ញុំឆ្ងល់ខ្ញុំអង្គុយតែឆ្ងល់រាល់ថ្ងៃហ្នឹងចាឆ្ងល់ថាមានហ្នឹងហេតុអីវាឡើងថ្លៃឆ្ងល់គេហូបកើតអីគេយកទៅធ្វើអីកើតមែនអត់យល់ឥឡូវជួយធ្វើម៉េចឲ្យមានចោះថោកវិញបងប្អូនចាសូមពូត្រាំអើយពូត្រាំចាធ្វើម៉េចឲ្យមានចោះថោកមកឲ្យខ្ញុំទិញបានតែមកហ៊ុនក៏បានដែរបងប្អូនដឹងយកមកហ៊ុនយកមកធ្វើអីអត់បងប្អូនចាយកមកបញ្ចុះនឹងថ្មិញគេដូចមានជាអ៊ុនគេណាព្រោះគេថាចេះដូចព្រះអង្គច័ន្ទនេះគាត់និយាយថាឲ្យតែមានមាសចាប៉ុន្តែសម្ដីព្រះអង្គច័ន្ទនេះនិយាយត្រូវបងប្អូនចានិយាយត្រូវមែនគាត់និយាយថាចេះគាត់និយាយថាមាសឡើងថ្លៃក្នុងឆ្នាំ2021ចាលើឡើងថ្លៃបងប្អូនអារបស់ហូបកើតផងឡើងថ្លៃដែរនេះអូយចាប់ហើយអូយពិតចាអូខ្ញុំសូមគ្រប់កោតសរសើរចាព្រះអង្គច័ន្ទនេះនិយាយថាប៉ុនទីហ្មងចាទីខាងមានឡើងថ្លៃគឺមានឡើងថ្លៃហ្មងចាគឺឲ្យមេដៃមកបងប្អូនចាឲ្យមេដៃទៅលើព្រះអង្គច័ន្ទនេះចាអូបើជឿតាមព្រះអង្គច័ន្ទនេះចាអូម្លេះស្មើនេះចានេះលើកចំឈើបងប្អូនណាបងប្អូនអូយ